សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះយើងត្រឡប់មកជួបគ្នាស្អាតជាថ្មីទៀតហើយបន្ទាប់ពីសាច់រឿងបងស្រីម្នាក់ដែលបានចែករំលែកមកដល់ខ្ញុំបាទផ្ទាល់តែម្ដងរយៈតាម Telegram បងស្រីម្នាក់នឹងឈ្មោះថាបងវីបងប្អូនទាំងអស់គ្នាផងដែរបាទហើយបងប្អូនក៏អាចចែករំលែកសាច់រឿងបងប្អូនបានផងដែរបងប្អូនទាំងនេះបាទអាចឆាតមក Telegram ខ្ញុំនៅលើ channel របស់ខ្ញុំផ្ទាល់តែម្ដងហ្នឹងហើយឥឡូវយើងកុំឲ្យខាតពេលយូរយើងចង់ចូលសាច់រឿងយើងតែម្ដងទៅបងប្អូនទាំងគ្នាបាទហ្នឹងហើយកុំឲ្យខាតពេលយូរអញ្ចឹងណាហ្នឹងហើយដំបូងឡើយហ្នឹងបងវីជាបងស្រីគេអញ្ចឹងណាបងប្អូនទាំងគ្នាបាទជាបងស្រីហ្នឹងហើយគាត់នឹងឈ្មោះថាបងវីបងប្អូនទាំងគ្នាបាទបងវីគាត់ជាមេម៉ាយកូន2បងប្អូនទាំងគ្នាបាទចិញ្ចឹមកូនម្នាក់ឯងហ្នឹងហើយប្តីរបស់គាត់ក៏មានដែរបងប្អូនទាំងគ្នាបាទប្តីរបស់គាត់មានអញ្ចឹងណាហ្នឹងហើយប្តីរបស់គាត់គឺនិយាយរំទៅអាចនិយាយបានថាមនុស្សប្រុសអត់ចេះទទួលខុសត្រូវអញ្ចឹងណាបងប្អូនទាំងគ្នាបាទមនុស្សប្រុសអត់ចេះទទួលខុសត្រូវនិយាយអាចបានថាប្តីគាត់តែងតែដើរស៊ីផឹកស៊ីអីអញ្ចឹងណាបងប្អូនទាំងគ្នាបាទមិនដែលសូវបាននៅផ្ទះនៅអីទេប្តីរបស់គាត់នឹងតែងតែដើរស៊ីផឹកកន្លែងនេះមួយកន្លែងនោះមួយអីចឹងទៅតែគាត់ចិញ្ចឹមកូនតែម្នាក់ឯងទេបងប្អូនទាំងគ្នាបាទពីមុនហ្នឹងគឺនិយាយរួមទៅអញនិយាយបានថាគាត់ស្រឡាញ់ប្តីរបស់គាត់ហ្នឹងអស់រយៈពេល5ឆ្នាំទៅហើយបងប្អូនទាំងគ្នាបាទហ្នឹងហើយគាត់ស្រឡាញ់ប្តីរបស់គាត់អស់រយៈពេល5ឆ្នាំទៅហើយមានតែគាត់ទេបងប្អូនទាំងគ្នាបាទដែលដើរបេះត្រកួនធ្វើការងារផ្ទះអីផ្សេងអញ្ចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយដើរបេះត្រកួនហើយធ្វើការងារផ្សេងទាំងអស់ដើម្បីចិញ្ចឹមកូនតែម្នាក់ឯងទេបងប្អូនទាំងគ្នាគឺកូនរបស់គាត់នឹងគឺមានចំនួន2បងប្អូនទាំងគ្នាបាទចំណែកប្តីរបស់គាត់វិញគាត់គិតតែដើរលេងស៊ីផឹកអត់ខ្វល់ពីប្រពន្ធកូននោះទេបងប្អូនទាំងគ្នាបាទមួយថ្ងៃទៅមួយថ្ងៃគាត់មិនដែលនិយាយរួមទៅគាត់មិនដែលជួយអ្វីបងស្រីទេអញ្ចឹងណាគាត់តែងតែដើរស៊ីចាយស៊ីផឹកអត់សូវខ្វល់ពីប្រពន្ធកូននោះទេបងប្អូនទាំងគ្នាបាទហ្នឹងហើយបងវីក៏គាត់បានស្រេចចិត្តថាពេលឃើញប្តីគាត់អញ្ចឹងទៅគាត់ក៏ពិបាកចិត្តខ្លាំងណាស់ដែរអញ្ចឹងទៅក៏គាត់ស្រេចចិត្តថាគាត់លេងលះគ្នាបងប្អូនទាំងគ្នាបាទគាត់លេងលះគ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងប្តីរបស់គាត់ក៏អត់និយាយរួមទៅប្តីរបស់គាត់អត់សូវស្រឡាញ់ប្រពន្ធស្រឡាញ់កូនប្រហែលទេបងប្អូនទាំងគ្នាហ្នឹងហើយពេលហ្នឹងគឺប្តីរបស់គាត់ក៏យល់ព្រមតែម្ដងបងប្អូនទាំងគ្នាបាទដោយសារតែប្តីរបស់គាត់ហ្នឹងនិយាយរួមទៅអញនិយាយបានថាមនុស្សប្រមឹកអញ្ចឹងណាបងប្អូនទាំងគ្នាបាទអត់ចេះខ្វល់ពីអ្នកណាសោះហ្នឹងហើយផ្ទះបងវីគឺក្រីក្រខ្លាំងមែនទេបងប្អូនទាំងគ្នាបាទគាត់ខំណាស់បងប្អូនទាំងគ្នាដើម្បីចិញ្ចឹមកូនហ្នឹងហើយផ្ទះរបស់គាត់ក្រីក្រមែនទែនគាត់ខំចិញ្ចឹមកូន2នាក់អញ្ចឹងណាប៉ុន្តែចំណែកប្តីគាត់គឺខ្ញុំអញនិយាយបានថាខ្ញុំជាមនុស្សប្រុសដែរបងប្អូនទាំងគ្នាបាទចំណែកជីវភាពរបស់គាត់វិញគឺពិតជាលំបាកខ្លាំងមែនទែនបងប្អូនទាំងគ្នាបាទក្រីក្រខ្លាំងមែនទែនរោព្រឹកខ្វះល្ងាចរោល្ងាចខ្វះព្រឹកតែថ្ងៃមួយបងប្អូនទាំងអស់គ្នាក៏មានអ្នកចិត្តខាងគេរកទៅដកស្ទូងអីចឹងណាថ្ងៃចឹងទៅក៏គាត់បានទៅដកស្ទូងនឹងគេនឹងឯងចឹងទៅបងប្អូនទាំងគ្នាបាទហ្នឹងហើយគាត់ខិតខំធ្វើការខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាបាទគាត់ខិតខំធ្វើការខ្លាំងមែនទែនគាត់ខំធ្វើការរហូតដល់ឈឺបងប្អូនទាំងគ្នាបាទពេលហ្នឹងគាត់អត់មានលុយទេបងប្អូនទាំងគ្នាគាត់អត់មានលុយទិញថ្នាំលេបទេដោយសារផ្ទះរបស់គាត់នឹងគឺក្រីក្រខ្លាំងមែនទែនបងប្អូនទាំងគ្នាបាទហ្នឹងហើយគាត់គ្មានលុយបន្តិចបន្តួចក៏អត់មានដែរបងប្អូនទាំងគ្នាបាទលុយរបស់គាត់ហ្នឹងហើយលុយ1000 2000គាត់ទុកទិញអង្គទិញអីហូបជាមួយកូនគាត់អីចឹងទៅហើយសល់100 200ក៏ឲ្យកូនទៅរៀនអីចឹងណាបងប្អូនទាំងគ្នាបាទហ្នឹងហើយពេលថ្ងៃមួយហ្នឹងគាត់ឈឺខ្លាំងណាស់បងប្អូនទាំងគ្នាបាទគាត់ឈឺខ្លាំងមែនទែនប៉ុន្តែ
គាត់ដូចជាមានបុណ្យខ្ពស់អញ្ចឹងណាបងប្អូនឃើញមកបុណ្យគាត់ខ្ពស់អញ្ចឹងណាហ្នឹងហើយគាត់ដល់យរំទៅអញនិយាយបានថាគាត់នៅសុកក៏គាត់ជាពីជំងឺរបស់គាត់អញ្ចឹងណាក៏ត្រឡប់មកសភាពដើមវិញអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយពេលហ្នឹងក៏គាត់ត្រឡប់ទៅធ្វើការដកស្ទូងដកអីគាត់ជាធម្មតាដើម្បីតកូនបែអីចឹងទៅហ្នឹងហើយពេលកន្លងមកក៏គាត់ត្រៀងថ្ងៃបន្តិចបងប្អូនអរគ្នាបាទគាត់ក៏បានដើរត្រឡប់មកផ្ទះគាត់វិញអញ្ចឹងណាក៏បានឃើញលោកតាម្នាក់រៀងច្រណណាស់បងប្អូនអរគ្នាច្រណះឡំនិយាយច្រណះច្រណះបងប្អូនអរគ្នាអាយុប្រហែលជា75ឆ្នាំបងប្អូនអរគ្នាបាទអាយុប្រហែលជា75ឆ្នាំយីបងប្អូនអរគ្នាបាទអាយុ75ឆ្នាំហើយបងប្អូនអរគ្នាអើយរៀងចាស់ដែរអញ្ចឹងណាហ្នឹងហើយឃើញគាត់អង្គុយនៅក្នុងផ្ទះបងប្អូនអរគ្នាបាទឃើញគាត់រៀងស្ងប់ស្ងាត់អីចឹងណាហ្នឹងហើយពេលហ្នឹងក៏បងស្រីគាត់បានចូលទៅលេងជាមួយគាត់អីចឹងណានិយាយលេងvớiអ្នកជិតខាងគាត់ដែរទេបងប្អូនអរគ្នាមិនមែនអ្នកឆ្ងាយអ្នកអីមកពីណាទេហ្នឹងហើយគាត់ក៏និយាយលេងជាមួយតាហ្នឹងនឹងយូរបងប្អូនគ្នាបាទគូសំផងដែរបាទប៉ុន្តែបញ្ជាក់បងប្អូនអរគ្នាបាទតាហ្នឹងគឺអាយុ75ឆ្នាំគឺនិយាយរួមទៅគាត់ចិត្តល្អខ្លាំងមែនទែនបងប្អូនអរគ្នាបាទហ្នឹងហើយលោកតាចិត្តល្អខ្លាំងណាគាត់មេម៉ាយយូរហើយបងប្អូនអរគ្នាបាទហ្នឹងហើយដោយសារតែប្រពន្ធរបស់គាត់នឹងគឺឈឺបងប្អូនអរគ្នាបាទឈឺក៏បានមោទនភាពអីចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់រស់នៅម្នាក់ឯងយូរហើយបងប្អូនអរគ្នាបាទហើយគាត់ក៏តែងតែជួយអ្នកជិតខាងច្រើនដែរបងប្អូនអរគ្នាបាទគាត់តែងតែឲ្យអង្គអីចឹងណាអ្នកជិតខាងផ្សេងទៀតអីចឹងទៅពេលហ្នឹងក៏លោកតាគាត់ក៏បានចេញអង្គទៅកាន់បងវីនឹងដែរបងប្អូនអរគ្នាបាទគាត់បានចេញអង្គទៅកាន់បងវីនឹងដែរចឹងណាហ្នឹងហើយពេលហ្នឹងបងវីដំបងគាត់អត់ចង់ទទួលយកទេបងប្អូនអរគ្នាបាទហ្នឹងហើយប៉ុន្តែនឹកឃើញតាគាត់ឲ្យហើយចឹងណាគាត់ក៏ស្រេចចិត្តថាយកចឹងទៅហ្នឹងហើយព្រោះអីលោកតាហ្នឹងគឺគាត់ចិត្តល្អណាស់បងប្អូនអរគ្នាបាទគាត់ល្អខ្លាំងមែនទែនពេលគេខ្ចីលុយខ្ចីអីគាត់ចឹងគាត់ក៏ឲ្យទៅបងប្អូនអរគ្នាបាទដោយសារតែគាត់ជីវភាពរបស់គាត់ហ្នឹងគឺរៀងក្រាន់បើដែរអញ្ចឹងណាហ្នឹងហើយបងវីក៏គាត់សប្បាយចិត្តខ្លាំងណាស់ដែរបងស្រីបងវីក៏គាត់សប្បាយចិត្តខ្លាំងមែនទែនបងប្អូនអរគ្នាបាទពេលហ្នឹងក៏លោកតាបានសួរទៅកាន់បងវីហ្នឹងណាថាចៅរងថ្ងៃរស់នៅម្នាក់ឯងតែចំណែកបងវីវិញក៏គាត់បានប្រាប់ថាបាទចាស់តាច្រឡំអ្នកគ្នាមិននិយាយអត់សូវច្បាស់ទេខ្ញុំនិយាយស្រីអត់សូវច្បាស់ទេបងប្អូនអរគ្នាបាទគាត់ក៏បានប្រាប់តាវិញថាតាខ្ញុំសុខសប្បាយធម្មតាទេចុះតាវិញមិនអើយអញ្ចឹងណាហ្នឹងហើយបងវីក៏បានសួរបន្តទៀតបងប្អូនអរគ្នាបាទបងវីសួរថាហើយលោកតាអត់មានកូនចៅទេអីបងវីសួរចំអញ្ចឹងហ្មងចំណែកលោកតាវិញក៏បានថាលោកតាបានប្រាប់មកវិញថាអត់មានកូនចៅទេព្រោះអីប្រពន្ធតាមានកូនអត់បានបងប្អូនអរគ្នាបាទគាត់ស្ដាប់រឿងគាត់ហើយគឺសំណោះគាត់ផងដែរបងប្អូនអរគ្នាបាទលោកតាអាយុ75ឆ្នាំហើយអត់មានកូនអញ្ចឹងណាបងវីក៏បានប្រាប់ថាលោកតាបងវីក៏បានប្រាប់ទៅលោកតាវិញថាអត់មានណានៅមើលថែលោកតាទេអីហ្នឹងហើយបងវីបានសួរអញ្ចឹងណាលោកតាក៏បានប្រាប់វិញថាតាអត់មានអ្នកណានៅជាមួយទេព្រោះអីតាអត់មានកូនចៅសាច់ញាតិអីហ្នឹងទេអញ្ចឹងណាហ្នឹងហើយបងវីក៏បានសួរលោកតាទៀតលោកតាត្រូវការអ្នកនៅជាមួយអត់ព្រោះអីចៅអត់មានការងារធ្វើដែរអញ្ចឹងណាចៅចង់រកការងារធ្វើបន្តិចបន្តួចបោចស្មៅបោចនេះអីអញ្ចឹងណាបងប្អូនអរគ្នាបាទចំណែកលោកតាវិញក៏បានប្រាប់ថាតាក៏អត់មានអីឲ្យធ្វើដែរក៏ថាតាមានការងារខ្លះដែលតាធ្វើអត់បានអីចឹងទៅពេលតាឈឺតាអីចឹងណាអត់មានអ្នកមើលថែអីចឹងទៅចំណែកលោកតាហ្នឹងក៏បាននិយាយរួមទៅក៏អាចនិយាយបានថាគាត់សំណោះបងវីផងអីផងអញ្ចឹងណា
គាត់ក៏បានសារចិត្តថានឹងយកបងវីនឹងមកមើលថែគាត់ទឹកក្តារទឹកជាអីចឹងទៅគាត់ក៏ឲ្យប្រាក់ខែបងវីអីចឹងណាបងប្អូនអរគ្នាហ្នឹងហើយតើគិតចិត្តល្អខ្លាំងមែនទែនបងប្អូនអរគ្នាបាទដោយសារគាត់នៅផ្ទះម្នាក់ឯងអីចឹងណាបងប្អូនអរគ្នាបាទគាត់ចិត្តល្អពេលហ្នឹងគឺបងវីសប្បាយចិត្តខ្លាំងមែនទែនបងប្អូនអរគ្នាបាទពេលឃើញលោកតាគាត់ស្រេចចិត្តថាគាត់នឹងយកគាត់មកនៅជាមួយចឹងទៅពេលហ្នឹងក៏បងវីបានបណ្ដាលលោកតានឹងទឹកក្តៅទឹកត្រជាក់អីចឹងណាហ្នឹងហើយលោកតានឹងគឺសប្បាយចិត្តដែរបងប្អូនអរគ្នាពេលដែលមានបងវីហ្នឹងណាមកនៅជាមួយដោយសារតែបងវីប្រកែកធ្វើការខ្លាំងមែនទែនបងប្អូនអរគ្នាបាទបងវីហ្នឹងប្រកែកធ្វើការខ្លាំងណាបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងលោកតាក៏រៀបចំកន្លែងឲ្យបងវីគេងអញ្ចឹងទៅវយគាត់ឲ្យតបានរៀបចំកន្លែងឲ្យបងវីគេងអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏អញនិយាយបានថាលោកតាគាត់រៀងមានក្រាន់ដែរណាផ្ទះគាត់ធំដែរបងប្អូនអរគ្នាបាទហ្នឹងហើយគាត់ក៏រៀបចំទីកន្លែងឲ្យទៅឲ្យបងវីហ្នឹងគេងទៅហ្នឹងហើយបងវីក៏បានធ្វើការជាធម្មតាបងប្អូនអរគ្នាបាទមើលថែលោកតាទឹកក្តៅទឹកត្រជាក់អញ្ចឹងណាបងវីគាត់ធ្វើការល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាមើលថែលោកតាទឹកក្តៅទឹកត្រជាក់ហ្នឹងហើយរហូតដល់លោកតាហ្នឹងពេញចិត្តបងប្អូនអរគ្នាបាទពេញចិត្តគាត់អញ្ចឹងណាចំណែកបងវីវិញយប់ឡើងក៏គាត់បានទៅច្របាច់ជើងច្របាច់ដៃឲ្យលោកតាហ្នឹងរាល់ថ្ងៃបងប្អូនអរគ្នាបាទបងវីហ្នឹងគាត់បានទៅច្របាច់ជើងច្របាច់ដៃឲ្យលោកតាហ្នឹងហ្នឹងហើយពេលហ្នឹងលោកតាក៏សប្បាយចិត្តដែរបងប្អូនអរគ្នាហ្នឹងហើយពេលឃើញបងវីគាត់មកច្របាច់ជើងច្របាច់ដៃអីចឹងទៅចំណែកបងវីវិញក៏គាត់សប្បាយចិត្តដែរដែលគាត់មានការងារធ្វើមានបាយហូបមានអីហូបចឹងណាហើយណាមួយកូនគាត់បានទៅរៀនទៅអីផងអញ្ចឹងទៅសប្តាហ៍យប់ថ្ងៃមួយក៏លោកតារៀងឈឺជើងឈឺដៃអីចឹងទៅបងប្អូនអរគ្នាបាទគាត់ក៏បានប្រាប់បងវីឲ្យទៅច្របាច់ជើងច្របាច់ដៃឲ្យគាត់ចឹងណាហ្នឹងហើយគាត់ក៏បានសួរបងវីថាវីពេលណាចៅយកប្តីទៀតព្រោះកន្លោះក្នុងភូមិយើងដូចជាចាប់អារម្មណ៍ចៅដល់ហើយអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគឺបងវីអញនិយាយបានថាគាត់អត់ចង់បានប្តីទៀតអីចឹងទៅហ្នឹងហើយគាត់ក៏ប្រាប់តាវិញថាតាអើយខ្ញុំនៅម្នាក់ឯងជាមួយកូនបានហើយនៅគ្នាច្រើននឹមតែពិបាកទេចាអញ្ចឹងទៅឲ្យឆ្លៃចាអញ្ចឹងណាហ្នឹងបងវីគាត់ក៏បានប្រាប់ថាគ្មានអ្នកណាយកគាត់ទេដោយសារគាត់នឹងមានម៉ែកូន2ផងអញ្ចឹងទៅហ្នឹងហើយចាំតិចបងប្អូនអរគ្នាបាទរឿងស្អកកងតិចសំផឹកទឹកមួយសិនហ្នឹងយប់ហ្នឹងក៏អត់មានរឿងអីកើតឡើងដែរបងប្អូនគ្នាបាទគាត់ទៅច្របាច់ជើងច្របាច់ដៃលោកតានឹងធម្មតាទេហ្នឹងហើយពេលហ្នឹងក៏គាត់និយាយរួមទៅគាត់ច្របាច់ជើងច្របាច់ដៃលោកតានឹងគាត់គេងលក់អញ្ចឹងណាហ្នឹងហើយដោយសារតែគាត់រៀងអស់កម្លាំងដែរអីចឹងទៅគាត់គេងលក់ក្បែរគ្នាអញ្ចឹងណាបងប្អូនគ្នាបាទមិនមែនគេងជាមួយគ្នាណាកុំច្រឡំហើយក៏ទៅសើដល់លោកតានឹងផងដែរបងប្អូនគ្នាបាទគាត់ចិត្តល្អមែនតើខ្ញុំស្ដាប់រឿងនេះហើយមានអារម្មណ៍ថាសោះស្រាយដែរបងប្អូនគ្នាគាត់មានលុយច្រើនណាស់បងប្អូនគ្នាលោកតាហ្នឹងណាហ្នឹងហើយប៉ុន្តែគាត់អត់ដែលបញ្ចេញឲ្យអ្នកណាឃើញសោះតែម្ដងបងប្អូនគ្នាបាទហ្នឹងហើយដោយសារតែខ្លាចគេប្លន់គេអីចឹងទៅចឹងហើយបងស្រីហ្នឹងនិយាយរួមទៅតែលោកតាហ្នឹងណាខ្ញុំច្រឡំទៀតតែលោកតាហ្នឹងក៏ដែលបញ្ចេញឲ្យណាគេឃើញទេបងប្អូនគ្នាបាទលោកតាហ្នឹងគឺមានលុយគូសំផងដែរហ្នឹងហើយ
Cho nên lúc taវិញក៏សំណោះទៅកាន់បងស្រីខ្លាំងណាស់ដែរបងប្អូនអរគ្នាបាទគាត់ក៏បានឲ្យលុយទៅបងស្រីនឹងចំនួន$10000ជាងបងប្អូនអរគ្នាបាទ$10000ជាងច្រើនណាស់មិនតិចណាបងប្អូនអរគ្នាបាទច្រើនពេលហ្នឹងក៏បងស្រីនឹងពិតជាសប្បាយចិត្តខ្លាំងមែនទែនបងប្អូនអរគ្នាបាទដោយសារតែគាត់ធ្វើការមួយឆ្នាំបាន$10000ជាងហើយបងប្អូនអរគ្នាបាទទៅរកណាបានហ្នឹងហើយគាត់សប្បាយចិត្តខ្លាំងពេលគាត់បានលុយច្រើនពេលហ្នឹងក៏គាត់និយាយបានថាគាត់នាំតានាំអីទៅហូបអីនៅក្រៅអញ្ចឹងហ្នឹងហើយលោកតាក៏គាត់ទៅអញ្ចឹងទៅពេលគាត់ត្រឡប់មកវិញក៏គាត់ច្បាច់ជើងច្បាច់ដៃលោកតានឹងធម្មតាអញ្ចឹងទៅហ្នឹងហើយបងស្រីវីហ្នឹងក៏គាត់អរគុណដល់លោកតាអញ្ចឹងណាភាសាតាឲ្យលុយគាត់អីគួសមណាស់ដែរហ្នឹងហើយបងវីក៏ថាតើខ្ញុំមានអ្វីសងគុណលោកតាវិញអញ្ចឹងទៅលោកតាក៏គាត់បានប្រាប់មានប្រសាសន៍វិញថាអត់អីទេចៅឲ្យតែចៅនឹងកុំឈឺកុំអីទៅបានហើយដោយសារតែចៅនឹងក៏មិនម៉ាយយូរហើយដែរអញ្ចឹងណាមានកំឡោះជាច្រើនមើលចៅអីចឹងទៅហ្នឹងហើយបងវីនឹងក៏តែងតែយល់ចិត្តតានឹងណាស់បងប្អូនអរគ្នាអើយពេលហ្នឹងបងវីក៏សប្បាយចិត្តគាត់ក៏បានទៅច្បាច់ជើងច្បាច់ដៃលោកតានឹងជាធម្មតាដូចសពមួយដងអីចឹងទៅហ្នឹងហើយបងវីហ្នឹងក៏រៀងចាប់អារម្មណ៍ទៅដល់តានឹងផងដែរអញ្ចឹងណាហ្នឹងហើយបងវីក៏បានចាប់អារម្មណ៍ទៅដល់តានឹងផងដែរពេលហ្នឹងហើយបងវីហ្នឹងក៏បានតែងតែនិយាយបានថាតែងតែរៀងចំណងចំណូលចិត្តណាបងប្អូននេះបាទចំណងចំណូលចិត្តអញ្ចឹងណាគាត់តែងតែលូបខិតលើខិតក្រោមទៅលើលោកតាហ្នឹងអញ្ចឹងទៅចំណែកលោកតាហ្នឹងក៏ពេញចិត្តខ្លាំងណាស់ដែរបងប្អូនអរគ្នាបាទពេញចិត្តខ្លាំងណាស់ដែរពេលហ្នឹងតាហ្នឹងក៏ចាប់ដើមមានអារម្មណ៍អីចឹងណាបងប្អូនអរគ្នាបាទចាប់ដើមមានអារម្មណ៍អីចឹងទៅហើយពេលហ្នឹងក៏បងវីនិយាយរួមទៅលោកតាហ្នឹងក៏បានថើបបងវីអញ្ចឹងណាហ្នឹងហើយលោកតាហ្នឹងក៏ថើបបងវីអញ្ចឹងទៅហើយពេលហ្នឹងក៏បងវីក៏គាត់យល់ព្រមតែម្ដងបងប្អូនអរគ្នាបាទណាមួយគាត់ហ្នឹងក៏នៅមួយតាហ្នឹងយូរដែរអញ្ចឹងណាហ្នឹងហើយគាត់ក៏បានឲ្យតានឹងនិយាយរំគាត់ព្រមឲ្យតានឹងថើបតែម្ដងពេលហ្នឹងក៏តានឹងក៏បានថើបអញ្ចឹងណាហើយចំណងចំណូលចិត្តរៀងខ្លួនក៏វាផ្ទុះឡើងវាក្តៅអញ្ចឹងណាបងប្អូនអរគ្នាវាក្តៅឆេវអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគាត់ទាំងពីរក៏បានគេងជាមួយគ្នាអញ្ចឹងទៅហើយចំណែកតានឹងវិញក៏មានអារម្មណ៍ថាពេលគេងជាមួយបងវីនឹងគឺពិតជាមានក្តីសុខខ្លាំងមែនទែនបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងហើយក៏លោកតាហ្នឹងក៏ស្រេចចិត្តថាចង់ចូលចែជើទៅកាន់បងវីអញ្ចឹងណាហ្នឹងហើយដោយសារតែបងវីហ្នឹងគឺគាត់មេម៉ាយយូរហើយដែរអញ្ចឹងទៅគាត់ក៏បានចូលទៅចែជើមែនបងប្អូនអរគ្នាបាទហ្នឹងហើយគាត់ក៏បានចូលទៅចែជើមែនពេលហ្នឹងលោកតាគាត់ក៏សប្បាយចិត្តខ្លាំងណាស់ដែរពេលបានប្រពន្ធក្មេងអញ្ចឹងណាហ្នឹងហើយគាត់ក៏បានរៀបការជាមួយគ្នាអញ្ចឹងទៅសម្ងាយក៏បងវីគាត់នៅផ្ទះនឹងដដែលដែរបងប្អូនអរគ្នាបាទហើយក៏អរគុណច្រើនទៅកាន់បងប្អូនទាំងគ្នាផងដែរហ្នឹងហើយរងថ្ងៃហ្នឹងគឺគាត់មានកូនចំនួន5នាក់បងប្អូនអរគ្នាបាទមានកូនចំនួន5នាក់ហើយហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងណាបងប្អូនអរគ្នាបាទរឿងយើងក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនខ្លាំងមែនទែនបងប្អូនអរគ្នា